នេះគឺជាអាការៈស្រូវដែលបំផ្លាញដោយពពួកទឹកកៅបំពង់កាត់ស្លឹកជាទូទៅទឹកកៅបំពង់កាច់ស្លឹកនេះវាបំផ្លាញនៅដំណាក់កាលស្រូវកំពុងលូតលាស់តែស្រូវនេះគឺអាយុវា35ថ្ងៃដែរតែក៏មានពពួកទឹកកៅនេះចូលដែរបងឃើញហើយទឹកកៅនេះការបំផ្លាញវាដំបូងយើងសង្កេតមើលដំបូងវាស៊ីមើលទៅសដូចបងប្អូនឃើញអញ្ចឹងវាស៊ីពពួក chlorophyll ឬក៏ពពួកជាតិបៃតងនៅលើស្លឹកធ្វើឲ្យស្លឹកវាបាត់បង់ពពួក chlorophyll ស្លឹកតែបាត់បង់ chlorophyll អញ្ចឹងគឺវាអត់អាចធ្វើរស្មីសំយោគបានទេប៉ុន្តែកន្លែងណាដែលវាអត់ស៊ីក៏វាអាចធ្វើរស្មីសំយោគបានដែរប៉ុន្តែតកៅហ្នឹងគឺវាកាត់មិនត្រឹមតែឆ្នូតអញ្ចឹងទេគឺវាកាត់ស្លឹកដាច់ហ្មងហើយនៅពេលដែលវាកាត់អញ្ចឹងគឺវាវិចអាស្លឹកដែលវាកាច់ហ្នឹងទៅជាកំពុងហើយរស់នៅក្នុងហ្នឹងហើយបងប្អូនឃើញនៅលើដៃខ្ញុំនេះមើលឃើញនេះគឺវាវិញអញ្ចឹងហើយតកៅគឺរស់នៅក្នុងនេះពេលខ្លះវានៅលើទឹកពេលខ្លះវានៅកលជាមួយនឹងកលមួយស្លឹកខាងក្រោមស្តុបស្លឹកហើយតកៅគឺនៅក្នុងនេះតកៅវាចេញបាត់ហើយវិធីកម្ចាត់ពួកតកៅនេះគឺយើងទីមួយបងប្អូនកុំប្រើប្រាស់ជីអ៊ុយរ៉េច្រើនលើកម្រិតតែប្រើប្រាស់ជីអ៊ុយរ៉េលើធ្វើឲ្យស្លឹកវាខ្ចីកាលណាស្លឹកវាខ្ចីគឺវាងាយឲ្យពពួកតកៅនេះវាស៊ីតែស្លឹកនេះស្លឹកស្រូវនេះគឺវាអត់ខ្ចីទេតែដោយសារតែតកៅវាកាត់មកក៏វាស៊ីតែម្ដុំនឹងដែរហើយតំបន់ផ្សេងក្នុងស្រែនេះគឺអត់មានស៊ីតែម្ដុំនឹងខាងមុខហ្នឹងដោយសារតែខាងមុខនេះទឹកវាជ្រៅអញ្ចឹងស្រូវវាលូតតាមទឹកអញ្ចឹងស្លឹកនៅខាងមុខនេះគឺវារៀងខ្ចីជាងខាងក្រោមខាងលើហើយពួកតកៅនេះពេលយើងបាញ់ថ្នាំក៏យើងត្រូវការពពួកថ្នាំដែលជ្រាបពួកថ្នាំដែលអាចជ្រាបចូលក្នុងស្តុបស្លឹកវាបានដោយសារតែពពួកតកៅនេះនៅពេលដែលវាពេលថ្ងៃគឺវាលាក់ខ្លួនក្នុងពងស្លឹកអញ្ចឹងពេលយើងបាញ់ថ្នាំគឺងាយត្រូវវាទេហើយបើសិនជាពួកថ្នាំខ្លះត្រូវវាដែរតែវាអត់ជ្រាបធ្វើឲ្យវាអត់ងាប់ដែរពួកតកៅហ្នឹងក៏អត់ងាប់ដែរអញ្ចឹងពួកថ្នាំជ្រាបដែលអាចជ្រាបបានគឺមានធាតុសកម្មមួយចំនួនដូចជាយើងប្រើដូសាកាតដូចជាយើងប្រើ chlorant traniprol ហើយបើសិនជាបងប្អូនចង់ដឹងច្បាស់ពីធាតុសកម្មថ្នាំថាយើងគួរតែបាញ់ថ្នាំអីខ្លះនៅពេលដែលវាកាត់ពពួកសត្វល្អិតចេះឬក៏ពពួកសត្វល្អិតផ្សេងទៀតបងប្អូនអាចទិញសភៅរបស់ខ្ញុំមួយក្បាលទៅនៅខាងក្នុងសភៅហ្នឹងគឺមានប្រាប់ពីធាតុសកម្មថ្នាំដែលអាចកម្ចាត់ពពួកតកៅពពួកកាត់ស្លឹកនេះហើយយើងត្រូវការលាយជាមួយនឹងថ្នាំពពួកមេអំបៅដែរថ្នាំមេអំបៅគឺដូចជាមដាក្លោព្រីតថៃមេតូសាមវីប្រូអាសេតាស្ទើរថ្នាំដែលអាចកម្ចាត់ពពួកមេអំបៅបានហើយថ្នាំរបស់ហ្នឹងគឺងាយស្រួលរកតាមឌីប៉ូគឺងាយស្រួលរកសំខាន់ឲ្យយើងស្គាល់និងចេះពីការប្រើប្រាស់ថ្នាំទៅគឺយើងអាចប្រើប្រាស់ថ្នាំត្រូវហើយ